ខ្ញុំនឹងជួយអ្នកជ្រើសរើសបរិសង្ហាចុះយ៉ាងម៉េចវិញយ៉ាងម៉េចដែរលោកគ្រូឲ្យអ្វីបានមកដល់ហើយដល់វិញខ្ញុំសួរអ្នកត្រីបាឡែនបេលីយ៉ាតាអ្នកចូលចិត្តខ្ញុំទេតើវាមានន័យយ៉ាងណាការថាប់មិនទាមទារការទទួលខុសត្រូវទេសូមអរគុណចំពោះសេចក្តីសប្បុរសរបស់អ្នកបើចាំបាច់ខ្ញុំនឹងជួយគាត់បើកស្ទូឌីយោតើអ្នកដឹងថាគាត់ចង់បានអ្វីទេឈប់ធ្វើសកម្មភាពដោយខ្លួនឯងយើងជាប្តីប្រពន្ធខ្ញុំដឹងច្រើនជាងអ្នកទៅទៀតពិតជាខ្ញុំស្គាល់គាត់តាំងពីខ្ញុំនៅក្មេងមនុស្សអ្វីតែងតែផ្លាស់ប្ដូរខ្ញុំទំនេរហើយខ្ញុំមិនមានគម្រោងខ្លាចជាអ្នកថ្មីចំនួនទី2ទៀតទេខ្ញុំនឹងទុកអ្វីដែលបងប្រុសរបស់ខ្ញុំបាននិយាយនៅទីនេះសម្រាប់ពេលនេះបន្ទាប់មកអ្នកអាចពិនិត្យមើលថាតើវាល្អឬអត់តើយើងចាក់ចេញមុនគេទេបើមានអ្នកណាចង់ទិញទូរស័ព្ទប្រាប់ខ្ញុំផងលោកគ្រូតោះទៅមានអ្វីកើតឡើងលើហេតុផលអ្វីតើគួរផឹកស្រាប្រភេទណាក្នុងពេលថ្ងៃតើអ្នកទៅក្រុមហ៊ុនទេតើគំនូរនោះត្រូវការពន្យល់ទេតើអ្នកចង់ញ៉ាំទេផ្អែមវាមានរសជាតិឆ្ងាញ់ហេវាមានរសជាតិឆ្ងាញ់ណាស់ហាហាហាលោតឡើងប្រញាប់ឡើងហាហាហាហើយអ្វីបានជាអ្នកធ្វើល្អចំពោះខ្ញុំក្នុងដំណើរការនេះតើមកពីខ្ញុំអាចព្យាបាលការជិះក្បាលរបស់អ្នកហាហាអ្នកអាចចាក់ចេញខ្ញុំមិនត្រូវការជំនួយពីនរណាម្នាក់ទេមកខ្ញុំកំពុងនិយាយជាមួយអ្នកតើអ្នកកំពុងធ្វើអ្វីនៅទីនោះអ៊ីនធឺណិតនិយាយថាបរិសុទ្ធចូលចិត្តរឿងបែបនេះមិនចេះនិយាយដល់វិញខ្ញុំសួរអ្នកពេលឃើញយោតើអ្នកចូលចិត្តខ្ញុំទេមិនចេះនិយាយដល់វិញខ្ញុំសួរអ្នកត្រីបាឡែនបេលីយ៉ាតាអ្នកចូលចិត្តខ្ញុំទេតើវាមានន័យយ៉ាងណាការថាប់មិនទាមទារការទទួលខុសត្រូវទេក្មេងស្រីអាក្រក់កុំបារម្ភយើងអ្នកភ្នំគឺជាអ្នកស្មោះត្រង់និងសុចរិតបំផុតខ្ញុំពិតជានឹងទទួលខុសត្រូវចំពោះអ្នកហើយអ្វីបានជាអ្នកក្រោកពីព្រលឹមការវិនិច្ឆ័យពីស្ថានភាពបច្ចុប្បន្នរបស់អ្នកមិនគួរមានការបាត់បង់ការចងចាំទេតើអ្នកមានគម្រោងផ្ដោតសំណងដល់ខ្ញុំដោយរបៀបណាខ្ញុំមិនអាចរំពឹងថាអ្នកនឹងថាប់ខ្ញុំមកវិញទេអ្នកពិតជាមិនអាចផឹកទៀតទេមែនទេជប់និយាយបើយើងពិតជាប្តីប្រពន្ធមែនដោយវិធីនេះយើងអាចមានកូនស្រីអ្នកត្រូវតែគួរឲ្យស្រឡាញ់ណាស់ខ្ញុំជាមនុស្សឯកាដែលត្រូវគេមើលងាយគ្រប់គ្នាអ្វីដែលគួរឲ្យស្រឡាញ់ប៉ុន្តែអ្នកបាននាំសំណាងឲ្យខ្ញុំកាន់តែច្រើនដូច្នេះពួកគេជាគូស្នេហ៍คล้ายៗប្រធានាធិបតីគេបាននៅជុំវិញអស់រយៈពេលជាច្រើនឆ្នាំអ្នកមិនដែលខ្វះដៃគូដែលមានសក្តានុពលល្អទេហើយអ្វីបានជាអ្នកនៅលាវបើយើងមានវាសនាមិននៅជាមួយគ្នាជារៀងរហូតអ្វីដែលហៅថាស្នេហានោះក៏ជាប្រភេទនៃការរស់រើដែរវាស្ដាប់ទៅដូចជានៅក្នុងពិភពនៃអារម្មណ៍គាត់មិនតែងតែជាមនុស្សមិនស្មោះត្រង់ទេបកស្រាយតាមចិត្តតម្រូវការជាមុនសម្រាប់ការស្រឡាញ់នរណាម្នាក់ការមានអាយុវែងនិងមានសុខភាពល្អមិនមែនជាសុបិនទេប្រធានាធិបតីគេកំពុងមានបញ្ហា Playboy មិនមែនជាពាក្យត្រឹមត្រូវទេអាពីពីពី Flash ឥឡូវនេះគឺជាការអនុវត្តធម្មតាពួកគេមិនសូវបានដឹងថាវាជាការច្បោកអាពីពីពីខ្លាំងៗទេតើមានអ្វីខុសតើនេះអាចទៅជាយ៉ាងណាខ្ញុំមិនដឹងថាអ្នកណាឲ្យវាចុះទេដំណឹងនេះបានចេញមកតើអ្នកដឹងទេថាតម្លៃភាគហ៊ុននៅ Brentford បានធ្លាក់ចុះប៉ុន្មានតើមានអ្វីកើតឡើងពិតប្រាកដខ្ញុំបានដឹងហើយការផ្លាស់ប្ដូរភ្លាមនៃមនុស្សនៅឯពិធីភ្ជាប់ពាក្យមួយត្រូវបានចំណងឲ្យមានបញ្ហាលើលោកនេះទៅណាស្រីព្រៃសម្រាប់សុខភាពមនុស្សចាស់គាត់មិនទាន់ដឹងអំពីរឿងនេះនៅឡើយទេដោយមិនគិតពីការពិតអ្នកគួរបិទមាត់ល្អជាងបើខ្ញុំនិយាយនេះជាការបង្កាច់បង្ខំ
ตาเนี่ยชื่อเต้สปัดสวันห้อยระเบิดเอาไว้วิปัจจัยกรอนนะเพราะเส้นบ่าวไว้เส้นที่ปราจัยยังปัจจัยหนึ่งพลาดโดวีตาเนี่ยมีปัญหาไว้ในเบทไงตรองวินึงหล่อในยุคนี้จึกบาบัดห้อยเหม็นเต้ส่งประหยัดขยมไอ้ดอลเอาเนี่ยในทางพลังมวยในกรองอสซาระบบเนี่ยตาเนี่ยจ้องสำหรับได้ระบบเนี่ยตาเนี่ยมีในทางตลอดหมกเว้นวิปัจจัยกรอนนะให้เหล่านี้เพราะเส้นบ่าวไว้เส้นที่ปราจัยกรอนแต่พลาดโดวีตาเนี่ยมีปัญหาไว้ในเบทไงตรองวินึงหล่อในยุคนี้จึกบาบัดห้อยเหม็นเต้วิโดยจีขยมกับปงนมห้อยรุนจ้องหมกตีนุจ้องสำหรับใดจ้องอย่างไม่เว้นอย่างไม่ได้ลูกรู้เอาไว้บ้านหมกดอกหายตาไว้เตอจีกาขอเช็ดสัปดาห์คราวคือจีไงกำนาดរបស់จีตานี่จีกาโดนไงกำนาได้บ้านรีบจอมแปรพุทธบงนี้มีดำไหลมันไอ้กัดไหลบานวิประกอบจีหนึ่งเพื่อเอาบรอจำนาสบายจิตคู่กำนาរបស់បរោះចំណាស់នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយម្ចាស់ស្រីមិនបានរៀបចំអ្វីទេយើងជាប្តីប្រពន្ធតែមួយទោះបីជាអំណោយคู่កំណើតត្រូវបានផ្ញើជាមួយគ្នាប៉ុន្តែចេះនិយាយត្រូវលើកទី1ដែលបានជួបជីតារបស់ខ្ញុំជាការពិតណាស់អំណោយគួរតែត្រូវបានរៀបចំដោយផ្ទាល់តើអ្នកត្រូវរៀបចំអ្វីខ្លះខ្ញុំអាចរកអ្វីបានហេតុអ្វីទៅផ្ទាល់ខ្ញុំបានស៊ើបអង្កេតវត្ថុដែលលោកម្ចាស់ចាស់គេចូលចិត្តគឺគំនូរបុរាណតើខ្ញុំអាចរករូបគំនូរបុរាណនៃណាទៀតតើវាអាចប្រៀបធៀបទៅនឹង Menoning វិញរបស់យើងបានទេតើខ្ញុំត្រូវរៀបចំអ្វីខ្លះយ៉ាងហោចណាស់អ្នកគួរតែរៀបចំអំណោយសម្រាប់ការប្រជុំដំបូងរបស់យើងពេលវេលាខ្លីពេកហេតុអ្វីបានជាអ្នកគ្រាន់តែប្រាប់ខ្ញុំឥឡូវនេះខ្ញុំមិនបានប្រាប់អ្នកបើកបរថាអ្នកទៅទេពេលឃើញយកតើអ្នកចង់មានន័យអ្វីខ្ញុំជាប្តីទោះបីជាវាគ្រាន់តែជាឈ្មោះក៏ដោយប៉ុន្តែពូលីមិនអាចរាយការណ៍បានទេតើចៅហ្វាយរបស់ខ្ញុំនៅម្នាក់ឯងទេខ្ញុំប្រហែលជាមិនបានឃើញគាត់ពេលខ្ញុំត្រឡប់ទៅវិញក្រៅពីនេះគឺជាអ្នកហើយខ្ញុំគ្រាន់តែត្រឡប់ទៅរកគំនូរខ្ញុំនឹងត្រឡប់មកវិញឆាប់នេះបន្ទាប់ពី2-3ថ្ងៃ7ថ្ងៃគឺយូរពេក5ថ្ងៃមិនគ្រប់គ្រាន់ទេ3ថ្ងៃមិនតិចជាង2ថ្ងៃយ៉ាងហោចណាស់2ថ្ងៃល្អវីឡានីងហ្គេងគាត់ធំឡើងនៅទីនេះគឺជាផែនការបច្ចុប្បន្នរបស់នាយកដ្ឋានសម្រាប់ត្រីមានបន្ទាប់នោះជាស្ថានភាពប្រហែលរបាយការណ៍ទាំងអស់ត្រូវបានបញ្ចប់តើកសែននឹងទៅណាអ្នកគ្រប់គ្រងផ្ទះកំពុងឈប់សម្រាកពួកគេបាននិយាយថាពួកគេចង់រៀបចំកាដូថ្ងៃកំណើតសម្រាប់បុរសចំណាស់នោះកំពុងរៀបចំអំណោយវាជាយូរមកហើយដែលខ្ញុំបានត្រឡប់មកវិញខ្ញុំពិតជានឹកវាណាស់តើចៅហ្វាយនៅណាចៅហ្វាយនេះនៅតែស្ថិតក្នុងភាពឯកោខ្ញុំមិនដឹងថាអ្នកត្រឡប់មកវិញទេពូម្ចាស់តើខ្ញុំត្រូវទៅប្រៀបធៀបកម្ពុជាទេមិនចាំបាច់ទេអ្នកគួរតែដើរថយក្រោយឥឡូវនេះខ្ញុំត្រូវស្វែងរកអ្វីដែលល្អខ្ញុំមកទីនេះដែលស្មោះដើម្បីសុំការដោះដូរខ្ញុំមិនបានរំពឹងថានឹងមានប្រាក់រង្វាន់ដែលមិនបានរំពឹងទុកបែបនេះដំបូងដែលខ្ញុំបានជួបជីតារបស់គេឆេងលេគាត់ជាមនុស្សចាស់ដែលបានឃើញវាទាំងអស់តើកំណត់ទ្រព្យអ្វីខ្លះដែលខ្ញុំមិនបានឃើញអំណោយមិនចាំបាច់ថ្លៃទេនឹងបំពេញតាមចំណង់ចំណូលចិត្តរបស់ពួកគេព្រះពុទ្ធអង្គនេះខ្ញុំនឹងជួយអ្នកជ្រើសរើសបរិសង្ហាគេសេនតាអ្នកកំពុងធ្វើអ្វីនៅទីនេះថ្ងៃកំណើតរបស់ជីតាចិត្តមកដល់ហើយខ្ញុំបានឮថាវិឡាខ្វាងសានរបស់អ្នកមានគំនូរជាច្រើនខ្ញុំមកទីនេះជាពិសេសដើម្បីស្វែងរកការព្យាបាលឆិនយូយើងសំគ្នាណាស់អ្នកមិនផ្ដល់ផ្ទាំងគំនូរនៅ Genshin Vale ដល់អ្នកខាងក្រៅទេសូមចាក់ចេញពេលឃើញលើកទូរស័ព្ទអាចជាមនុស្សក្រៅដោយរបៀបណាតើអ្នកភ្លេចពាក្យសន្យាអាពាហ៍ពិពាហ៍របស់យើងទេខ្ញុំជាប្តីរបស់អ្នកខ្ញុំបានរៀបការជាមួយគេឆេងលេរួចហើយអ្នកគួរតែហៅខ្ញុំថាបងថ្លៃស្រមុកខ្ញុំស្រឡាញ់អាកប្បកិរិយាធ្ងន់ធ្ងររបស់អ្នកបងស្រីក្មេកស្ដាប់ទៅកាន់តែរំភើបកសែននឹងភ្ញាក់ឡើងចុះបើគេឆេងលេដឹងថាខ្ញុំដេកជាមួយអ្នកគាត់ប្រហែលខឹងនឹងលែងលះអ្នកហើយតើខ្ញុំនៅតែលេបកំហឹងហើយពាក់មួកបៃតងឬគូស៊ីណានខ្ញុំនឹងធ្វើឲ្យអ្នកចង់ឲ្យអ្នកស្លាប់ហើយអ្វីបានជាអ្នកនៅទីនេះកុំរត់ទៅណាតើអ្នកហ៊ានវាខ្ញុំក្នុងកញ្ចប់ឆ្កែទេបើហ៊ានប៉ះស្រីខ្ញុំទៀតខ្ញុំមិនដែលទុកអ្នកចោលដោយងាយនោះទេតើអ្នកគិតថាអ្នកជានរណាអ្នកគ្រាន់តែជាមនុស្សឈឺផ្ទះទាំងមូលរបស់ខ្ញុំជារបស់ខ្ញុំនឹងធ្វើឲ្យអ្នកសោកស្ដាយវា
ខ្ញុំពិតជាទន្ទឹងរង់ចាំថ្ងៃនោះតើអ្នកសុខសប្បាយទេខ្ញុំមិនអីទេហើយអ្វីបានជាអ្នកនៅទីនេះខ្ញុំមិនទុកចិត្តអ្នកទេលេងវិញមែននោះគឺជាទឹកដីរបស់ខ្ញុំគ្មាននរណាម្នាក់អាចធ្វើអ្វីខ្ញុំបានទេក្រៅពីនេះខ្ញុំត្រូវបានគេប្រាប់ពីភាពកក់ក្ដៅតាំងពីតូចមកម្ល៉េះខ្ញុំធ្លាប់ជួបសំណាងអាក្រក់ខ្ញុំមិនអនុញ្ញាតឲ្យអ្នកនិយាយពីខ្លួនឯងបែបនោះទេនៅក្នុងចិត្តរបស់ខ្ញុំអ្នកគឺជាអំណោយដ៏ល្អបំផុតដែលព្រះបានប្រទានឲ្យខ្ញុំមានអ្នកជាប្រពន្ធរបស់ខ្ញុំគឺជាសុភមង្គលបំផុតរបស់ខ្ញុំ